นงព្រឹទ្ធាចារ្យមហាតេជោសែនជ័យទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធមនិតបាទទូកនេះមកពីស្ទឹងត្រង់បាទចំណែកឯកំពូលតេជោសែនជ័យបាទគឺមុខកំពូលក៏ទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធមនិតដូចគ្នាបាទលើកំពូលតេជោសែនជ័យល្អណាស់បងអើយចាបាទនិយាយពីសុខភាពអត់ចំណែនគ្នាទេដូចគ្នាស្រស់ស្អាតដូចគ្នាប៉ុន្តែដោយឡែកកំពូលតេជោសែនជ័យលឿនណាស់តែយ៉ាងណាសម្ដេចទៅពេលលោកឧបត្ថម្ភទៅទាំងពីរបាទទូកសម្ដេចទូកសម្ដេចនិងសម្ដេចគតិសែនជ័យនេះមកពីខាងវត្តរតនបុប្ផារាមព្រែកចាញ់មុខកំពូលចាខ្សែទឹកខាងក្រៅបងប្អូនចាបងប្អូនអ្នកគ្រប់គ្រងគឺខ្សែទឹកខាងក្រៅទទួលបានជ័យជំនះឈានដល់គូទី86គូទី86បាទកំពូលតេជោសែនជ័យបាទដែលនៅខ្សែទឹកខាងក្រៅការវិជ័យទី1ហ្នឹងគឺទទួលបានជ័យជំនះទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធមនិតប៊ុនរ៉ានីហ៊ុនសែនបាទទូកទាំងពីរនេះឧបត្ថម្ភដោយសម្ដេចទាំងទ្វេបាទដូចគ្នាបាទតែល្បឿននៃការចាញ់ឈ្នះដូចគ្នាទេអត់ដូចគ្នាទេតែសម្រស់វិញរៀបចំឲ្យដូចគ្នាតែម្ដងស្អាតដូចគ្នាបាទស្អាតដូចគ្នាស្អាតផូរផង់ដូចគ្នាខ្សែទឹកខាងក្រៅព្រឹទ្ធាចារ្យមហាតេជោសែនជ័យបាទគឺនៅឯស្ទឹងត្រង់កំពង់ចាមបាទគឺបានការឧបត្ថម្ភពីសម្ដេចទាំងទ្វេដូចគ្នាបាទឥឡូវយើងឃើញថាមកដល់នៅកំពាន់ទី2ជិតដល់ហើយណាជិតដល់នៅដាក់ខ្សែទឹកខាងក្នុងនៅតម្រងមុខចានាំមុខទូកនេះល្អបាទចាល្អចាក់យោងមួយឯងតែមើលលបឿនទូកគឺហាក់ដូចជាជ្រុលលបឿនមកមុខតែម្ដងតែមើលទៅដូចថាចង់និយាយថាគឺទៅរលូនឥឡូវយើងឃើញហើយចាប់យោងនៅកំពាន់ទី2កំពូលតេជោសែនជ័យនៅតែបន្ថែមលបឿនយ៉ាងល្អបាទនាំមុខដដែលបាទទៅលើព្រឹទ្ធាចារ្យមហាតេជោសែនជ័យចាដោយដែលយើងខ្ញុំបានជម្រាបជូនបងប្អូនដែលកំពុងតាមដានទស្សនាទូកទាំងពីរនេះគឺទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធមនិតប៊ុនរ៉ានីហ៊ុនសែនប៉ុន្តែអ្វីដែលសំខាន់ឥឡូវនេះកំពូលតេជោសែនជ័យនេះឈ្នះទៀតហើយចាឈ្នះជាលើកទី2បាទរតនកុមារតេជោសែនជ័យនៅមុខនេះហើយមកដល់បាទគូជាបន្តគឺគូទី87 4ហើយទូកគូទី80ទូកដល់ល្អឯកមកហើយបងប្អូនចាឲ្យបងប្អូនដែលកំពុងតាមដានទស្សនាគាំទ្រហ្នឹងក៏ចង់ទន្ទឹងរង់ចាំយ៉ាងផ្ទះសាមែនទេទូកគូទី80ចាប់ប្រិមិត្តបានជ្រាបហើយជាមួយនឹងកំពូលតេជោសែនជ័យនិងស្រីម៉ៅក្រាំងយើកំពូលតេជោសែនជ័យខ្សែទឹកខាងក្នុងស្រីម៉ៅក្រាំងយើស្រីម៉ៅក្រាំងយើខ្សែទឹកខាងក្រៅហើយការឧបត្ថម្ភគឺទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចទាំងទ្វេគឺសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធមនិតប៊ុនរ៉ានីហ៊ុនសែនបាទយើងឃើញហើយសម្ព័ន្ធភាពបាទប្រហាក់ប្រហែលគ្នាលបឿននឹងក៏ល្អដូចគ្នាចុងចង្វានឹងសដូចគ្នាអញ្ចឹងហើយបាទការអត្ថាធិប្បាយបើសិនជាអត់ចែកខ្សែទឹកទេអាចច្រឡំហើយបើអត់ដាក់កតុយលេខច្បាស់លាស់ទេក៏ច្រឡំដែរបាទដោយសារដូចគ្នាតែម្ដងបាទសម្ព័ន្ធភាពទាំងព្រមចាឥឡូវនេះយើងបានជំនួយហើយជំនួយច្បាស់កឡែតដោយសារតែយើងមើលទៅតាមការចាប់របស់ទូតជាតិកម្ពុជាអញ្ចឹងយើងមើលឃើញកតុយទូកច្បាស់យើងថាបានត្រូវសូមអរគុណចាចំពោះការជួយជ្រោមជ្រែងដើម្បីធ្វើឲ្យមានភាពជោគជ័យទាំងអស់គ្នាទូកគូទី80កំពូលតេជោសែនជ័យកំពុងតែដកបន្តិចតួចចាដកបន្តិចតួចទៅលើស្រីម៉ៅក្រាំងយើចាការយើងធ្វើអត្ថាធិប្បាយផន់ច្រឡំលើកមុនហ្នឹងក៏ដូចគ្នាចាក៏ដូចគ្នាដែរបាទចាខ្សែទឹកខាងក្នុងហ្នឹងបានដកបន្តិចតួចដកបន្តិចតួចបាទលបឿនប្រហែលគ្នាទេឥឡូវនេះយើងឃើញថាចិត្តនឹងឈានដល់កំពាន់ទី2ការចាក់យោងរបស់ចំណុះទូកទាំងពីរទាំងកំពូលតេជោសែនជ័យនិងស្រីម៉ៅក្រាំងយើនេះល្អដូចគ្នាបាទល្អដូចគ្នាប៉ុន្តែមកដល់កំពាន់ទី2មកដល់ទីព្រ័ត្រគឺច្បាស់ជាចេញលបឿនថ្មីមួយទៀតបាទដែលគេហៅថាគាត់បច្ចេកទេសគាត់ដែលសំទុកបាទលើបញ្ចេញមកហើយកំពូលតេជោសែនជ័យខ្សែទឹកខាងក្នុងដកបន្តិចបន្តួចហើយទៅលើស្រីម៉ៅក្រាំងយើមិនឲ្យអ្នកក្រាំងយើអើយបាទមិនអ្នកស្អាងបាទខំចាក់យោងណាដែរបាទខំចាក់យោងបាទទោះបីជាទទួលបានជ័យជំនះក៏ឈ្នះទៅតាមតែសកត់ទីទួចបាទសកត់ទីទួចបាទលើកដកហើយកំពូលតេជោសែនជ័យបាទកំពុងតែដកយ៉ាងលឿនតែម្ដងបាទសម្រាប់ការអ៊ំប៉ុណ្ណឹងបាទពាក់ស្លាកលេខ305នេះហើយបាទទូកដែលទទួលបានការឧបត្ថម្ភពីសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធមនិតបាទលើដកពាក់កណ្ដាលទូកបាទពាក់កណ្ដាលទូកបាទទៅលើស្រីម៉ៅក្រាំងយើបាទទូកសម្ដេចឈ្នះទូកសម្ដេចបាទចាទូកសម្ដេចឈ្នះទូកសម្ដេចមីសេរីចា
ខណៈពេលនេះដែរសម្រាប់គូបន្តបានន័យថាគូទី80ចាគូទី80កំពូលដេជោសែនជ័យបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងហើយសេរីចាខណៈពេលនេះដែរសម្រាប់គូបន្តបានន័យថាគូទី80ចាគូទី80កំពូលដេជោសែនជ័យបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងហើយរីឯស្រីម៉ៅក្រាំងយើបដូរមកនៅខ្សែទឹកខាងក្នុងកំពុងនៅតែប្រកាសគ្នាទូកនេះបើចាញ់ឈ្នះក៏មិនដាច់ឆ្ងាយដែរបាទមិនដាច់ឆ្ងាយទេចាមិនដាច់ឆ្ងាយទេហើយរីឯការឧបត្ថម្ភវិញកំពូលដេជោសែនជ័យរីឯការឧបត្ថម្ភវិញគឺទូកទាំងពីរនេះឧបត្ថម្ភដល់ថ្លៃថ្លាពីសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនបាទទាំងពីរតែម្ដងគ្រប់អរគុណសម្ដេចទាំងទ្វេឥឡូវនេះទោះបីឲ្យចាញ់ឈ្នះបាត់គាត់ទៅពួកអីទេគ្រប់អរគុណចានឹងកាន់គុណបំផុតសម្ដេចទាំងទ្វេចាបាទកំពូលតេជោសែនជ័យបន្តទទួលបានជ័យជំនះទាំងពីរជើងតែម្ដងសម្ដេចបាទលោកបានឧបត្ថម្ភទូកលោកបានឧបត្ថម្ភគណៈកម្មការរៀបចំការប្រកួត